គ្នាថ្ងៃនេះខ្ញុំមកហាក់នៅបទពិសោធន៍ដែលខ្ញុំបានធ្វើការនៅជានេះ resort រយៈពេលបើយើងគិតដល់នៅគឺ6 ខែគឺយើងអាចថា1 ឆ្នាំអញ្ចឹងនៅពេលដែលខ្ញុំចាប់ផ្ដើមចូលធ្វើការនៅជានេះ resort គឺដំបូងឡើងខ្ញុំមិនដែលរំពឹងទុកថាខ្ញុំនឹងអាចមានការងារល្អជាពិសេសកន្លែងធ្វើការរបស់ខ្ញុំគឺគាត់បានផ្ដល់ឱកាសឲ្យខ្ញុំរៀនសូត្រហើយនឹងធ្វើការស្របពេលគ្នាហើយអ្វីដែលពិសេសសម្រាប់ខ្ញុំគឺក្នុងការងារវិស័យសេសនេះគឺខ្ញុំមិនដែលមានបទពិសោធន៍សោះដល់ឡែកនៅពេលដែលខ្ញុំបានរៀននៅក្រៅប្រទេសហើយខ្ញុំឃើញកីឡាជិះសេះមួយនោះគឺខ្ញុំមានអារម្មណ៍ចាប់អារម្មណ៍ហើយគឺវារួមទៅកីឡាមួយហ្នឹងបើយើងនិយាយពីនៅផ្នែកអឺរ៉ុបគឺទ្រង់ទ្រាយខ្លាំងណាស់ដែលឡែកមកប្រទេសយើងវិញគឺនៅមានទីផ្សាររបស់យើងគឺនៅមានកម្រិតអញ្ចឹងទៅធ្វើឲ្យ passion របស់ខ្ញុំគឺខ្ញុំគិតថាអូខ្ញុំពិតជាចង់ធ្វើការនៅកន្លែងជានេះ resort មួយហ្នឹងខ្ញុំចង់ស្គាល់ពិសេសបានច្រើនជាពិសេសឆន្ទៈរបស់ខ្ញុំគឺខ្ញុំចង់ផ្សព្វផ្សាយវិស័យសេះមួយហ្នឹងទៅកាន់ពិភពលោកថាប្រទេសកម្ពុជាក៏មានកន្លែងដែលស្តង់ដារក៏មានគ្រូបង្វឹកដ៏ល្អហេតុអីបានជាយើងអត់ផ្សព្វផ្សាយទៅកាន់ពិភពលោកអញ្ចឹងហើយជាមូលហេតុដែលខ្ញុំចេញវីដេអូនេះគឺខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាចូលរួមផ្សព្វផ្សាយពីកីឡាជិះសេះទាំងអស់គ្នាជាពិសេសគឺនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងគេដឹងថាយើងពិតជាមានកីឡាជិះសេះមួយនេះជាមួយនឹងកន្លែងដែល professional ហើយមួយវិញទៀតខ្ញុំគិតថាខ្ញុំចង់สนับสนุนឲ្យបងប្អូនទាំងអស់គ្នាสนับสนุนម្ដងទៀតឲ្យបងប្អូនទាំងអស់គ្នាតែចូលរួមលើកស្ទួយវិស័យកីឡាជិះសេះមួយនេះផងថាប្រទេសយើងក៏អាចធ្វើបានដូចគេដែរបងប្អូនជួយ share វីដេអូពីខាង Jenny Resort របស់យើងទៅកាន់ social media របស់បងប្អូនដើម្បីឲ្យវិស័យកីឡាជិះសេះមួយនេះកាន់តែមានគេស្គាល់ហើយមានភ្ញៀវអាចមកលេងកន្លែងពួកខ្ញុំបាន